នៅប្រទេសមួយចំនួននៅមិនទាន់ទូលំទូលាយដោយម៉ាកជប៉ុនដែលមានវត្តមានយូរឆ្នាំរួចមកហើយចំណុចទី3គឺតម្លៃលក់បន្តនៅពេលអនាគតនៅតែជាសំណួរមួយដែលត្រូវការពេលវេលាដើម្បីបញ្ជាក់បន្ទាប់ពីបានពិនិត្យគ្រប់ជ្រុងជ្រោយ BYD Leopard 7 ស៊េរីឆ្នាំ2026បានបង្ហាញថាវាមិនមែនគ្រាន់តែជារថយន្តចិនធម្មតាទៀតទេវាជា SUV Plug-in Hybrid ដែលមានរូបរាងទាក់ទាញបច្ចេកវិទ្យាទំនើបផាសុកភាពល្អកម្លាំងគ្រប់គ្រាន់និងចម្ងាយបើកបរដ៏គួរឲ្យចាប់អារម្មណ៍ប្រសិនបើអ្នកកំពុងស្វែងរក SUV សម្រាប់គ្រួសារដែលអាចប្រើប្រាស់បានទាំងក្នុងទីក្រុងនិងការធ្វើដំណើរឆ្ងាយហើយចង់ទទួលបានបច្ចេកវិទ្យាច្រើនជាងតម្លៃដែលអ្នកចំណាយ Leopard 7 គឺជារថយន្តមួយដែលគួរតែដាក់ចូលក្នុងបញ្ជីជម្រើសរបស់អ្នក BYD កំពុងបង្ហាញពិភពលោកថាអនាគតរបស់រថយន្តមិនចាំបាច់មានតម្លៃថ្លៃបំផុតទើបអាចផ្ដល់បច្ចេកវិទ្យាល្អបំផុតនោះទេ Leopard 7 គឺជាឧទាហរណ៍ដ៏ច្បាស់លាស់នៃទស្សនវិស័យនោះសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នាក្នុងវីដេអូ review រថយន្តបន្ទាប់ Core